បងប្អូននេះគឺជាទស្សនវិជ្ជានិងសកម្មភាពខ្លះៗដែលគ្រួសារខ្ញុំនិងបងធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានទឹកធ្លាក់ចំការមានជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសុកនីមបានមកលេងកម្សាន្តនៅតំបន់ទឹកធ្លាក់ជ្រាវជាមួយគ្រួសារនិងបងចំពោះទីតាំងដែលខ្ញុំមកនេះគេហៅថារមណីយដ្ឋានទឹកធ្លាក់ចំការមានដែលស្ថិតនៅជិតរមណីយដ្ឋានទឹកធ្លាក់ជ្រាវនិងទឹកធ្លាក់ចំការក្រូចផងដែរបងប្អូនខ្លះក៏ធ្លាប់បានទៅលេងរីឯបងប្អូនខ្លះទៀតក៏មិនទាន់បានស្គាល់ប៉ុន្តែថ្ងៃនេះខ្ញុំបាទសុកនីមសូមចែករំលែកបទពិសោធន៍ផ្ទាល់ពេលបានទៅលេងនៅទីនោះចំពោះទឹកធ្លាក់ចំការមានគឺស្ថិតក្បែរនឹងរមណីយដ្ឋានទឹកធ្លាក់ជ្រាវនិងទឹកធ្លាក់ចំការក្រូចផងដែរដែលមានទីតាំងស្ថិតក្នុងឃុំអំឡាំងស្រុកថ្ពង់ខេត្តកំពង់ស្ពឺសម្រាប់បងប្អូនដែលមិនទាន់បានស្គាល់ហើយបងប្អូនចង់ទៅលេងបងប្អូនគ្រាន់តែជិះឆ្លងកាត់កន្លែងត្រួតពិនិត្យផ្លូវទៅរមណីយដ្ឋានទឹកធ្លាក់ជ្រាវឃើញផ្លូវបត់ខាងឆ្វេងដែលជិះចូលតាមផ្លូវនឹងប្រហែលជិត1គីឡូម៉ែត្រនិងមានឃើញកញ្ចុះរបស់បងប្អូនអាជីវករលក់ដូរនៅទីនោះសម្រាប់ទេសភាពវិញគឺស្អាតម្យ៉ាងបើធៀបទៅនឹងរមណីយដ្ឋាននៅក្បែរនោះសម្រាប់បងប្អូនដែលចង់ទៅលេងខ្ញុំ recommend ឲ្យទៅលេងនៅចន្លោះខែដែលមានភ្លៀងធ្លាក់តិចៗមួយទៀតទីតាំងនេះគឺងាយស្រួលបងប្អូនមានម្ដាយចាស់និងកូនតូចដែលមិនចង់ពិបាកឡើងចុះទីទួលខ្ពស់អាចពិចារណាមកលេងនៅទីនេះបានចំពោះវីដេអូនេះក្នុងករណីខ្ញុំរៀបរាប់លើសលួសឬខ្វះខាតត្រង់ចំណុចណាមួយខ្ញុំបាទសូមអធ្យាស្រ័យផងចុះចំពោះចំណុចខ្វះខាតហើយក៏សូមអរគុណបងប្អូនដែលគាំទ្រនិងចែករំលែកវីដេអូនេះទៅកាន់អ្នកទស្សនាបន្តទៀតអរគុណច្រើនពុកម៉ែបងប្អូនពីខ្ញុំបាទសុកនីមជួបគ្នានៅវីដេអូក្រោយ